ស៊ីប្រហិតពួកវាចូលពោះរាល់ថ្ងៃមហារីកចុំយាយឆ្ងល់ណាស់អត់ដឹងថាពួកផ្ទះលេខ2វាដាក់ស្អីខ្លះទេម៉ែអាណាសាច់មាន់ជាទូទៅ1គីឡូវា10000ជាងហើយតែតទៅពេលធ្វើខ្លាយទៅជាប្រហិតវាលក់តែ1គីឡូសល់8000វាធូរថ្លៃមែនតើមិនដឹងថាវាដាក់ស្អីគេខ្លះទេពុកម៉ែបងប្អូនបានខ្លាយតែជាប្រហិតដែលលក់បានតម្លៃធូរថ្លៃខ្លាំងមែនតើហើយនេះគឺជាកន្លែងសិប្បកម្មធ្វើប៉ាតេធ្វើប្រហិតធ្វើ hot dog របស់កូនខ្មែរដែលពុកម៉ែបងប្អូនធ្លាប់ឃើញហើយកន្លែងខ្ញុំថតកន្លែងសង្វាក់ផលិតកម្មដែលគាត់ធ្វើសាច់មាន់ដែលគេហៅថាសត្វតាឃាតមាន់ណាខាង HMC ក្រុមហ៊ុន HMC នេះឥឡូវក៏គាត់មានធ្វើជាប្រហិតដែរបោះកូនខ្មែរសុទ្ធ 100% ដែលគាត់មានផលិតប្រហិតសាច់មាន់ប្រហិតសាច់គោប៉ាតេ hot dog ឈីសអីហ្នឹងប្រហិតទាំងអស់ហ្នឹងគឺគាត់នឹងព្យាយាមធ្វើឲ្យច្រើនហើយគាត់សន្យាថាមិនធ្វើឲ្យដូចផ្ទះលេខ2ទេពុកម៉ែបងប្អូនព្រោះអីផ្ទះលេខ2ណាប្រហិត10គីឡូពេលខ្លះមួយសៅចូលចង់90%ហើយមានន័យថាចូល9គីឡូហើយប្រហិត10គីឡូសាច់តែ1គីឡូទេប្រយ័ត្នណាពុកម៉ែបងប្អូនមហារីកណាស់មិនដឹងដាក់ស្អីគេខ្លះទេបានធ្វើឲ្យស្វិតហើយញ៉ាំទៅធុំក្លិនសាច់ទៀតពេលខ្លះប៉ុន្តែពេលដែលខ្ញុំបានញ៉ាំប្រហិតរបស់ស្នាដៃកូនខ្មែរដែលចេញពីសិប្បកម្មរបស់កូនខ្មែរសាច់មាន់ខ្មែរកាប់នៅខ្មែរធ្វើនៅខ្មែរយកមកធ្វើជាប្រហិតធ្វើជា hot dog ញ៉ាំទៅគឺខុសគ្នាដាច់ហ្មងពុកម៉ែបងប្អូនទាំងរសជាតិទាំងក្លិនទាំងពណ៌អីគឺម៉ាស៊ីននេះធ្វើអូតូមិនមែនប្រើគីមីទេហើយមិនចាំប្រើថ្នាំគីមីដាក់ឲ្យស្វិតទេគឺវាស្វិតតាមរូបមន្តយើងវាយអញ្ចឹងយើងមិនបាច់ចាំប្រើគីមីក៏វាស្វិតដែរមិនបាច់ប្រើទេដោយសារអីដែរលោកគ្រូដោយសារកត្តាអីខ្លះកត្តាដែលធ្វើវាស្វិតទីមួយជុំរបស់វាជុំវាយយើងត្រូវដឹងថាជុំវាវាយប៉ុណ្ណាស្វិតវាយលើក៏ផុយដែរវាយលើផុយទៀតបាទវាយយំវិញទៀតផុយវិញសាច់ហ្នឹងទៅចាំទៅផុយហ្មងមានចំនួនជុំរបស់វាគ្រប់ទេក៏ផុយដែរហើយសីតុណ្ហភាពវាអត់ត្រូវក៏ផុយដែរអាសាច់ដែលយកមកហ្នឹងសីតុណ្ហភាពអត់ត្រូវក៏ផុយដែរអញ្ចឹងរឿងវានៅច្រើនដើម្បីចង់ឲ្យចំណីហ្នឹងវាឆ្ងាញ់ល្អវាមានកត្តាច្រើនដែលទៅធ្វើឲ្យវាល្អហ្នឹងបាទអញ្ចឹងមិនមែនថាតើតែគីមីបានធ្វើឲ្យស្វិតបានណាយើងក៏មានវិធីសាស្ត្រដែរហើយចាំតែគីមីទេអានេះហើយពោយើងចាំបានពោយើងមិនមែនចាំតែដាក់ថ្នាំពោចូលទេមិនសិនយើងកំណត់ពោវាបានទៀតប្រភេទហត់ដល់របស់យើងពោហ្នឹងហើយមិនមែនពោដាក់ថ្នាំទេគឺពណ៌តាមរយៈកម្រិតកម្ដៅអីហ្នឹងបាទវាម៉ាស៊ីនហ្នឹងវានៅវិជាកម្ដៅរបៀបម៉េចវាឲ្យចេញពោដែលយើងចាំបានទៅមិនមែនចាំទៅប្រើគីមីប្រើអីទេអត់មានប្រើលក្ខប្រើអីទេបាទនេះតែយើងប្រើពណ៌លេហ្នឹងមិនមែនយកគីមីមកលេទេខ្ញុំឧទាហរណ៍ថាការីក្នុងបញ្ចប់ទឹកការីយើងមិនធ្វើកំហល់មកពីអីមកពីម្ទេសអញ្ចឹងចង់យកពណ៌ហ្នឹងពូមកពីធម្មជាតិដូចជាម្ទេសឬអីហ្នឹងយើងដាក់មកវាចេញពណ៌ហ្នឹងមិនថាចង់បានពណ៌ម្ទេសយកថ្នាំដាក់ពណ៌មកមិនចេញពណ៌ម្ទេសអញ្ចឹងទេគឺយើងប្រើពណ៌ធម្មជាតិ
អត់លេងឆ្នាំក្លិនទេគឺស្មូតធម្មជាតិអញ្ចឹងយកធម្មជាតិបានតែយើងមានទៅធ្វើដាក់ចូលនេះនេះទៅឈើម៉ាស៊ីននេះយើងស្មូកពិស័យ បាទហើយ ប្រើកន្លឹងឈើ ក្លិនធ្វើគុំក្លិនបាក់នេះគុំក្លិនផ្សាយនេះ ក្លិន អញ្ចឹងអាកន្តិចឈើនឹងដល់ទៅវាយកចំហាយកន្តិចហ្នឹងយកទៅមកចូលក្នុងទូនេះដើម្បីឲ្យអត់យើងហ្នឹងមានក្លិនភាសាអង់គ្លេសថាស្មោកតែយើងថាក្លិនផ្សាយ អស្ចារ្យមែនតើចំពោះការវិនិយោគរបស់ HMC ទៅលើគ្រឿងម៉ាស៊ីនចំអិនប្រភេទ hot dog ប្រហិតអីរបស់គាត់នេះគឺទំនើបខ្លាំងដោយពុកម៉ែបងប្អូនឃើញចឹងប្រភេទប៉ាតេ hot dog អីដែលគាត់ប្រើគឺគាត់ចំអិននៅក្នុងម៉ាស៊ីនតែមួយទេហើយម៉ាស៊ីននេះគឺវាអូតូទាំងអស់ទាំងលាងសម្អាតទាំងចំអិនទាំងចំហុយទាំងរបៀប steam របៀប smoke គឺប្រើម៉ាស៊ីនតែមួយម៉ាស៊ីននេះអស្ចារ្យណាស់ពុកម៉ែបងប្អូនហើយវាកំណត់ពណ៌កំណត់អីបានទៀតលយខ្លាំងដែលអត់មានប្រើសារធាតុគីមីទេយើងញ៉ាំប្រហិតនេះញ៉ាំ hot dog នេះគឺខ្ញុំញ៉ាំដោយទំនុកចិត្តតែម្ដងពេលដែលគាត់ឲ្យខ្ញុំញ៉ាំខ្ញុំបានឃើញសង្វាក់ផលិតកម្មនេះហើយពុកម៉ែបងប្អូនគាំទ្រទៅមិនខុសទេបើតម្លៃគាត់ថ្លៃជាងគេបន្តិចបន្តួចអីពុកម៉ែបងប្អូនញ៉ាំរបស់ខ្មែរយើងធានាជូនខ្ញុំទៅដល់ឃើញផ្ទាល់ហើយបើយើងថតប៉ុណ្ណេះហើយបើគាត់មានដាក់សារធាតុគីមីខ្ញុំជឿថាខាងក្រសួងគេក៏មិនទុកដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនរាល់វីដេអូដែលខ្ញុំបានថតទាល់តែខ្ញុំបានឃើញផ្ទាល់ទាល់តែខ្ញុំបានជួបផ្ទាល់ទើបខ្ញុំហ៊ានផ្សព្វផ្សាយជូនពុកម៉ែបងប្អូនដូចឃើញអញ្ចឹងកន្លែងចំអិនកន្លែងដែលវានៅឆៅមកប៉ែកផ្សេងកន្លែងឆ្អិនទាល់តែខ្ញុំដើរឆ្លងកាត់កន្លែងមិញហ្នឹងបានចូលមកដល់កន្លែងឆ្អិនមើលបានទៀតអញ្ចឹងបានថាកន្លែងគាត់ស្តង់ដារខ្លាំងណាស់ពេលដែលចំអិនឆ្អិនគឺវាចេញមកបែបហ្នឹងហើយមានពណ៌មានអីគឺគេកំណត់ដោយម៉ាស៊ីនគឺពណ៌អត់ឆ្អិនឆ្អៅដូចគេទេហើយគាត់ថាបើចង់បានពណ៌ក៏គាត់មានវិធីធ្វើពណ៌លក្ខណៈធម្មជាតិដែរអត់ប្រើគីមីដាច់ខាតព្រោះគាត់ថាគីមីនឹងហើយដែលយើងញ៉ាំចូលក្នុងខ្លួនយូរទៅគឺវាកើតមហារីកប្រទេសយើងបរិមាណប្រជាជនយើងប៉ុណ្ណឹងយើងមិនខ្វះគ្រឿងផ្សំដើម្បីយកមកធ្វើជាអាហារញ៉ាំទេអញ្ចឹងនាំគ្នាញ៉ាំរបស់ដែលខ្មែរយើងផលិតព្រោះអីទឹកចិត្តខ្មែរដែលនាំគ្នាធ្វើប្រហិតធ្វើសិប្បកម្មធ្វើអីផ្សេងម្នាក់សិតតែមានបេះដូងហើយបាននាំគ្នាមកធ្វើបើអ្នកមិនមានបេះដូងភាគច្រើនគឺគេទៅទិញរបស់ស្រាប់អានេះខ្ញុំនិយាយតាមមនុស្សមួយចំនួនទេមិនមែនអត់មានអ្នកល្អដែលគាត់នាំចូលមកទេប៉ុន្តែពុកម៉ែបងប្អូនត្រូវដឹងថាខ្មែរយើងបើសិនបើគាត់មានទឹកចិត្តមកធ្វើសិប្បកម្មធ្វើកន្លែងផលិតសង្វាក់ផលិតកម្មប៉ុណ្ណេះហើយគឺគាត់សិតតែអ្នកស្រឡាញ់ហើយព្រោះអីប្រទេសយើងកំពុងតែរីកចម្រើនចេះអ្នកដែលគេមានលុយទៅបើករាប់លានដុល្លារប៉ុណ្ណឹងហើយគេសុខចិត្តមកហត់ធ្វើសិប្បកម្មពុកម៉ែបងប្អូនគិតមើលទៅថាអ្នកនឹងស្រឡាញ់ឬក៏អ្នកនឹងធ្វើដើម្បីតែលុយបើគាត់ធ្វើដើម្បីតែលុយគាត់យកលុយរាប់លាននឹងយកទៅដេកស៊ីហើយពុកម៉ែបងប្អូនមិនមកធ្វើលក់ប្រហិតតម្លៃក្រោមនិយាយទៅក្រោម 20000 ណាប្រហិតគាត់និយាយទៅ 10000 ជាងអីគឺញ៉ាំបានប្រហិតគាត់មានអាថ្លៃដល់3-40000ទៀតក៏មានដែរប៉ុន្តែទៅតាមប្រភេទសាច់ទៅតាមកម្រិតគុណភាពតាមនឹងអញ្ចឹងទៅអញ្ចឹងពុកម៉ែបងប្អូនត្រូវដឹងប្រហិតដើម្បីខ្លាយតែជាប្រហិតមួយបានគឺគេត្រូវលាយម្សៅគ្រាន់តែថាម្សៅហ្នឹងតិចឬក៏ច្រើនហើយគេដាក់សារធាតុអីខ្លះឲ្យវាស្វិតឲ្យវាមានក្លិនឲ្យវាមានពណ៌ឲ្យបើថាម្សៅលេង9គីឡូសាច់តែ1គីឡូប៉ុន្តែធុំក្លិនសាច់ធម្មតាមានន័យថាគេប្រើក្លិនសាច់ទៀតដើម្បីឲ្យយើងញ៉ាំអញ្ចឹងមិនដឹងជាស្អីខ្លះទេអញ្ចឹងនេះជាសង្វាក់ផលិតកម្មប្រហិតដែលខ្ញុំបានទៅថតពុកម៉ែបងប្អូនដូចឃើញអញ្ចឹងគឺគាត់មានម៉ាស៊ីននៅក្នុងការធ្វើនឹងកំណត់ដើម្បីឲ្យរសជាតិរបស់គាត់ថេបានល្អគឺប្រើសិតតែម៉ាស៊ីនទំនើបទាំងអស់ហើយសម្រាប់ការវេចខ្ចប់ទៀតសោតពុកម៉ែបងប្អូនដូចឃើញអញ្ចឹងគឺទំនើបណាស់ប្រហិតសាច់មាន់គាត់ញ៉ាំទៅវាអត់ស្វិតដល់ប្រហិតគេទេពុកម៉ែបងប្អូនខ្ញុំបញ្ជាក់ព្រោះអីពាក្យថាសាច់ច្រើនគឺយើងខាំទៅវាមិនអាចស្វិតដូចប្រភេទផ្សេងទេប៉ុន្តែប្រហិតសាច់គោគាត់ថាអាចស្វិតនិយាយទៅមានតែសាច់មាន់ទេដែលវាពិបាកក្នុងការធ្វើឲ្យស្វិតហើយការវេចខ្ចប់គាត់ក៏ស្អាតពុកម៉ែបងប្អូនចំណាំយីហោគាត់ទៅប្រហិតសាច់មាន់របស់គាត់យីហោ HMC គាត់មាននៅ HMC Store មានសាខាផ្សារជុកមាសសាខាផ្លូវទំនប់ថ្មី371ក៏ដូចជាសាខាពិភពថ្មីចកាដងហើយក៏ដូចជាតាមផ្សារទំនើបផ្សេងHMC គឺគាត់មានលក់ដូចគ្នាអរគុណបាយបាយ